សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel ខ្ញុំបាទហួសថ្ងៃនេះខ្ញុំនឹងនិយាយអំពីការរលួយជាមួយនឹងបណ្ដាញសង្គមដូចជា YouTube និង Facebook តើបណ្ដាញសង្គមពីរហ្នឹងតើមួយណាល្អជាងសម្រាប់នៅខ្មែរយើងចឹងណាតាមពិតបណ្ដាញសង្គមពីរហ្នឹងគឺអាចរលួយបានដូចគ្នាគ្រាន់តែមួយរៀងស្រួលមួយទៀតរៀងពិបាកសម្រាប់អ្នកដែលថ្មីតែបើគេអ្នកចាស់គឺវាស្រួលទាំងពីរចូលដល់វីដេអូអ្នកនរគ្នាកុំភ្លេចជួយតាមដាននៅក្នុង Channel ខ្ញុំបាទនេះផងដែរ Channel YouTube កុំភ្លេចចុចពាក្យ Subscribe អ្នកនរគ្នាដើម្បីជាកម្លាំងចិត្តក្នុងការខ្ញុំធ្វើវីដេអូអញ្ចឹងអ្នកនរគ្នាកុំភ្លេចជួយចុចជាផងអរគុណធានបទថ្ងៃនេះខ្ញុំចង់លើកឡើងអំពី Facebook និង YouTube តើពីរហ្នឹងមួយណាវាស្រួលរលុយជាងអញ្ចឹងណាសម្រាប់អ្នកថ្មីធានបទទី1និយាយពី YouTube មុនសម្រាប់ YouTube វារលុយនៅស្រុកខ្មែរបើរលុយទលំទលាយអ្នកនរគ្នាគឺយើងអាចប្រើព័ត៌មានខ្មែរអ្វីបានទាំងអស់ឲ្យតែបោះខ្មែរយើងបាច់ដាក់បោះជនជាតិដូច Facebook ក៏បានដែរអញ្ចឹងយើងវា support មួយខ្មែរពេញលេញ 100% ឯការរលុយជាមួយ YouTube នេះគឺអត់ពិបាកក្នុងការដាក់ VPN VPS អ្វីទាំងអស់មិនបាច់បើក VPN ទិញ VPN អីអស់លុយដូច Facebook ទេអញ្ចឹងចំណុចល្អរបស់ YouTube វាប៉ុណ្ណឹងហើយវាមានតទៅមុខទៀតខ្ញុំនឹងនិយាយបកស្រាយទៀតYouTube គ្រាន់តែយើងបង្កើតប៉ុសយើងណាបង្កើត Gmail ហើយយើងបង្កើតប៉ុសហ្នឹងហើយគ្រាន់តែយើងបង្ហោះវីដេអូវែងក៏បានវីដេអូខ្លីក៏បានធ្វើម៉េចឲ្យមាន view តាមគោលការណ៍លក្ខខណ្ឌរបស់ YouTube ហ្នឹងដែលគេតម្រូវសម្រាប់ YouTube វែងគឺគេតម្រូវឲ្យយើងមាន 1000 subscriber គឺ1000អ្នកជាវជាមួយនឹង 4000 ម៉ោងអាហ្នឹងសម្រាប់ YouTube វែងណាអ្នកគ្នា YouTube long ណាអ្នកគ្នាសម្រាប់មួយខ្លីវិញគឺតម្រូវឲ្យយើងមាន10លានអ្នកមើលអ្នកគ្នាគឺ10លាន view ជាមួយនឹង1k subscribe ដូចគ្នាគឺ1000អ្នកមើលដូចគ្នា1000អ្នកជាវដូចគ្នាអ្នកគ្នាហើយសូមអធិស្ឋានមែនតើសម្រាប់ការនិយាយរបស់ខ្ញុំគឺអត់សូវបានល្អទេគឺខ្ញុំទើបចាប់ផ្ដើមដំបូងអញ្ចឹងខ្ញុំរៀងអត់សូវក្នុងការនិយាយអត់សូវស្ទាត់ជំនាញអញ្ចឹងណាអ្នកគ្នាអញ្ចឹងសូមអធិស្ឋានមែនតើក្នុងការបង្កើត YouTube គឺអត់មានអីស្មុគស្មាញច្រើននោះទេគឺគ្រាន់តែយើងបង្កើត Gmail មួយ verify មួយលេខទូរស័ព្ទដាក់ thumbnail ដាក់អីឲ្យស្អាតមកឲ្យមានភាពតាក់ទាញចំណងជើង thumbnail ឲ្យតាក់ទាញទៅគឺអាចទាញបានអ្នកមើលពីទស្សនិកជនអ្នកនរគ្នាហើយធានបទទី2គឺបណ្ដាញសង្គម Facebook គឺគេអត់ទាន់ផ្លូវការគេអត់ទាន់បើកទៅពេញលេញស្រុកខ្មែរនោះទេអត់មានបញ្ជាក់ព័ត៌មានច្បាស់លាស់ថាអាចបើកបាននៅស្រុកខ្មែរនោះទេគឺអត់មានទាន់បើកទេអញ្ចឹងការរលុយវាមានភាពអត់ច្បាស់លាស់នោះទេវាត្រូវការ VPN VPS fake GPS អញ្ចឹងទៅគឺយើងត្រូវការប្រើVPN ហ្នឹងសម្រាប់យើងខ្លែងបន្លំអ៊ីនធឺណិតរបស់យើងទៅប្រទេសគេដូចជា USA កូរ៉េអីចឹងទៅដែលគេ support ណាអ្នកនរគ្នាអញ្ចឹង VPN អាហ្នឹងគេហៅ VPN អញ្ចឹង VPS អីចឹងទៅហើយមកដល់ថ្ងៃ10មិថុនា2026នេះគឺមានអ្នកខ្លះគេអាចដាក់កុងខ្មែរដាក់ admin ខ្មែរនៅក្នុង Facebook បានហើយអ្នកខ្លះទៀតគឺដាក់ admin ខ្មែរអត់ទាន់ធ្លាក់ការរលុយនោះទេដោយសារវាដូចខ្ញុំនិយាយចឹង Facebook វាអត់ទាន់ support ពេញលេញអញ្ចឹងវាមានភាពអត់ច្បាស់លាស់ក្នុងការរលុយនោះទេអញ្ចឹងបើអ្នកនរគ្នាចង់រលួយពី Facebook តើតែមាន admin បរទេសគឺល្អបំផុត admin បរទេសលេង content បរទេសទើបវាបានលុយច្រើន Facebook គឺគុណវិបត្តិមួយទៀតគឺត្រង់ថាវាកັບកេងកម្លាំងលើអ្នកផលិតមាតិកាឧទាហរណ៍អ្នកផលិតមាតិកាខ្លះគាត់ review បាន1លានអ្នកមើលហើយសម្រាប់លុយវិញគឺអត់ដល់ 3-4 រៀលនោះទេអ្នកនរគ្នាពិចារណាមើលវាខុសពី YouTube ឆ្ងាយណាស់អ្នកនរគ្នា YouTube បើវីដេអូផ្ដេកវិញណាវីដេអូ1លានអ្នកមើលអញ្ចឹងទោះទស្សនិកជនមកពីខ្មែរក៏ដោយអ្នកមើលមកពីខ្មែរក៏ដោយក៏យ៉ាងហោចណាស់ក៏$200-300ដែរអ្នកនរគ្នាវាខុសពី Facebook ហ្មង YouTube គឺបានថ្លៃឲ្យតែវីដេអូយើងចាប់ពី8នាទីឡើងគឺបានថ្លៃមែនតើហើយវីដេអូយើងមានប្រយោជន៍យើងបង្រៀនគេយើងដើរលេងកម្សាន្តអីចឹងទៅវាមិនដូចFacebook ទេ Facebook កັບកេងកម្លាំងអ្នកធ្វើមាតិកាខ្លាំងមែនតើអ្នកខ្លះចឹងទៅview ឡើងរាប់រយលានចឹងណាអ្នកគ្នាតែលុយវិញអត់ដល់បាន300-400ផងវាខុសពី YouTube ចឹងណាអ្នកគ្នាហើយ Facebook វិញទ
តួអ្នកទាំងអស់គ្នាផលិតវីដេអូ original ថតខ្លួនឯងថតអីផ្ទាល់ក៏ដោយក៏នៅការដាច់ការរលុយអ្នកនរគ្នាវាចេះដាច់ចុះចាប់ចេះចាប់ចុះហ្នឹងហើយជួនកាលដាក់បើកប្រាក់ខែឲ្យអ្នកផលិតមាតិកាទៀតវាមានចឹងទៀតអ្នកនរគ្នាចឹង Facebook សម្រាប់អ្នកធ្វើ Facebook ទោះតែគេអ្នកច្បាស់លាស់អ្នកដែលគេបានរៀនបានអីចឹងណាបានរៀនបានដាក់ admin មកទេដាក់កុងមកទេអីចឹងទៅបានឱកាសរលុយគេខ្ពស់បើអ្នកនរគ្នាអ្នកធ្វើធម្មតាអត់ទាន់សូវចេះអីទេអ្នកនរគ្នាត្រឡប់មកធ្វើ YouTube វិញទៅ YouTube គឺស្រួលបំផុតហើយព្រោះឲ្យវា support ខ្មែរ 100% វាគ្រប់ត្រូវការរលុយនៅខ្មែរ 100% អញ្ចឹងយើងធ្វើ YouTube ទាំងអស់គ្នា Facebook ទោះតែគេអ្នកច្បាស់លាស់អ្នកធ្លាប់មានវីដេអូពីគ្រូបរៀនគ្រូអីណាផ្សេងអញ្ចឹងទៅគេបរៀនគេសិក្សាបន្ថែមទៅអាហ្នឹងគេដឹងហើយដឹងរបៀបដាក់របៀបអីអញ្ចឹងខ្ញុំសរុបមកវិញជាចុងក្រោយខ្ញុំសរុបមកវិញគឺថាបណ្ដាញសង្គម YouTube គឺស្រួលរលុយជាង Facebook ឆ្ងាយណាស់សម្រាប់អ្នកដៃថ្មី Facebook វិញទោះតែគេអ្នកច្បាស់លាស់ទោះតែគេអ្នកកាន់ឆ្នាំមែនតើទើបអាចរលុយពីវាបានច្រើនចំណែក YouTube វិញគ្រាន់តែអ្នកនរគ្នាចេះផលិតវីដេអូមួយទៅគឺយើងអត់ត្រូវការ admin បរទេសអីកុំបរទេសអីទេវា support 100% ហ្មងហើយការរលុយរបស់វាគឺក៏បានថ្លៃដែរឲ្យតែអ្នកនរគ្នាផលិតវីដេអូវែងហើយមានគុណប្រយោជន៍ដល់អ្នកមើលហើយជាចុងក្រោយខ្ញុំអរគុណអ្នកនរគ្នាមែនតើសម្រាប់ការតាមដាននៅវីដេអូរបស់ខ្ញុំនេះអ្នកនរគ្នាកុំភ្លេចជួយ like និងជាវឲ្យខ្ញុំផង channel YouTube មួយនេះអ្នកនរគ្នាហើយខ្ញុំបញ្ជាក់ឲ្យ channel មួយនេះគឺខ្ញុំអត់ផ្ដោតតែការបរៀនមួយទេគឺមានការកំសាន្តការអីដេកដើរឈើអង្គុយអីមកចប់ហ្មង channel មួយនេះគឺខ្ញុំដាក់វាបញ្ចូលគ្នាតែម្ដងគឺអត់ផ្ដោតលើ content អីមួយយ៉ាងនោះទេអញ្ចឹងអ្នកនរគ្នាកុំភ្លេចជួយជាវ channel របស់ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីនៅថ្ងៃក្រោយទៀត